នៅក្នុងភូមិកង្កែបតូចក្តីសុបិនកាយចេញតាំងពីពេលពន្លឺព្រះអាទិត្យចាប់ផ្ដើមរះគ្រូបមានបេះដូងពោពេញដោយសុបិនធំគាត់ចង់ដើរចេញពីភូមិនិងស្វែងរកពិភពដ៏ស្រស់ស្អាតខាងមុខក្រោយពីនោះគ្រូបបានជួបដានិងស្រូរៀងរាល់ថ្ងៃពួកគេជាមិត្តភក្តិដែលជំរុញឲ្យគេក្លាហានជាបន្ទាប់គ្រូបត្រូវឆ្លងទន្លេធំប៉ុន្តែអ្នកគ្រូប៉ងបានបង្ហាញថាកម្លាំងពិតមកពីការមិនបោះបង់ជាមួយមិត្តភក្តិគ្រូបទទួលបានកម្លាំងថ្មីគាត់លោតឆ្លងទន្លេដោយជំនឿនិងភាពក្លាហាននៅចុងក្រោយគ្រូបឃើញពិភពថ្មីអស្ចារ្យនេះដោយសារភាពរបស់គាត់ក្លាហាននិងមិនដែលឈប់ស្រមៃនៅពេលដែលកង្កែបបានមកដល់ត្រីម្ខាងទៀតកង្កែបក៏បានលើកដៃលាមិត្តភក្តិរបស់ពួកគាត់ដូចជាអណ្ដើកនិងសត្វឃ្មុំបន្ទាប់មកគាត់ក៏បានទៅជួបនឹងភូមិកង្កែបថ្មីមួយកន្លែងទៀតពួកគេសប្បាយចិត្តណាស់ក៏បានរាំច្រៀងពោពេញទៅដោយសេចក្តីសប្បាយរីករាយ